យកមិញក្រោយពីបង្ហោះសាររបស់នាយករដ្ឋមន្ត្រីនិងបង្ហោះសាររបស់ខ្ញុំមានចូលមកសួរថាប្រសិនបើយើងបបួលគេមិនទៅតែយើងទៅយ៉ាងម៉េចខ្ញុំក៏បានឆ្លើយត្រឡប់ទៅវិញបើមិនព្រមទៅមានន័យថាយើងត្រូវតែប្រឹងគឺអត់មានព្រោះបើសិនជាបបួលគ្នាទៅវាជាការល្អនេះជាការទុកមុខទុកមាត់ឲ្យគ្នាទៅវិញទៅមកម្យ៉ាងទៀតខ្ញុំក៏ចង់និយាយរឿងនេះជូនចំពោះពលរដ្ឋកម្ពុជាក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថាបើយើងមិនពឹងផ្អែកភាគីទី3គឺតុលាការអន្តរជាតិដែរដោះស្រាយទេចំនួនបែបនេះគឺនឹងបន្តរាប់សិបរាប់រយឆ្នាំទៀតដោះអត់ចប់ទេមូលហេតុអ្វីទៅបានជាដោះអត់ចប់មូលហេតុត្រង់ថារដ្ឋាភិបាលប្រទេសនីមួយៗមិនអាចដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឯកបទបានទេប្រសិនបើដកថយចេញពីចំណុចនេះប្រជាជនក្នុងប្រទេសរបស់ខ្លួននឹងកតុកទាំងសងខាងបើសិនជាថាដកថយចេញពីចំហពីចំណុចនេះតាមរយៈយន្តការទ្វេភាគីដោយមិនមែនជាតុលាការគឺច្បាស់ជាប្រជាជនស្រីបន្ទុកមិនថាយើងមិនថាថៃទេអញ្ចឹងចូលល្អបំផុតគឺដើម្បីឲ្យប្រជាជនអស់ចិត្តនិងរដ្ឋាភិបាលក៏សុខស្រួលយើងយកបញ្ហានេះទៅឲ្យតុលាការកាត់ក្តីតែម្ដងហើយកម្ពុជាសន្យាគោរពទៅនឹងការសម្រេចចិត្តរបស់តុលាការ